ដោយសារអំបញ្ញមិញវាគេអ្នកគ្នាវាលឿនណយពេកចឹងតែខ្ញុំទៅថែមស្លៃដើម្បីកាត់បន្ថយណយឲ្យបានកាន់តែច្រើនអេវាដូចជាមានមុខងារដែលអាចឲ្យយើងកាត់បន្ថយកម្រិតណយបាន3 level ដែរចំពោះ microphone នេះអឺខ្ញុំមកដល់ប្រហែលជាម៉ោង4ជាងអ្នកនរគ្នាតែអត់មានអារម្មណ៍ថាក្តៅទេពេលប៉ុណ្ណឹងហើយក៏ដើរអត់បានដល់ក្រោយដែរអ្នកនរគ្នាដើរមិនយើងអត់ដឹងថាកន្លែងហ្នឹងគេហៅថាអីយើងចូលមកបន្តិចប៉ុន្តែអត់បានទៅដល់ក្រោយហ្មងដោយសារល្ងាចពេកខ្ញុំក៏គិតថាយើងអាចដើរបានជុំដែរព្រោះថាមើលទៅមេឃរាំងចាប់ដើមអឺស្អាប់ហើយអ្នកនរគ្នាវីដេអូនេះអត់ដឹងនិយាយពីអីទេខ្ញុំចេះតែថតនិយាយលេងទៅដោយសារយើងមានអារម្មណ៍ល្អប៉ុន្តែមិញអាចចូលមកត្បូងមានអារម្មណ៍ថាក្តុកក្តួលក្នុងការថតរូបគិតថាថតធ្វើម៉េចឲ្យបានច្រើនហើយធ្វើម៉េចថតឲ្យបានច្រើនប្លង់តែនៅពេលដែលដើរថតទៅក៏មានអារម្មណ៍ថាដូចជា lonely យ៉ាងហ្នឹងនៅពេលយើងដើរតែឯងចឹងក៏ស្រេចចិត្តថាឈប់ថតរូបហើយមកអង្គុយ record វីដេអូវិញខ្ញុំអត់ដឹងថាវីដេអូហ្នឹងបានផុសអត់ទេអ្នកនរប៉ុន្តែយ៉ាងណាក៏យើងបានទុកមើលដែរបានទុកជាការចងចាំហើយអាហ្នឹងគឺជាមូលហេតុធំនៃអ្វីដែលខ្ញុំចង់ផលិតវីដេអូគឺវីដេអូគឺជាអឺគឺជាអង្គចងចាំមួយដែលខ្ញុំចង់បន្សល់ទុកនៅលើ channel របស់ខ្ញុំយើងដឹងហើយថាមនុស្សម្នាក់មានពេលវេលាកំណត់រៀងខ្លួនអញ្ចឹងយើងមិនប្រកាសថាយើងអាចរស់បានរហូតដល់100ឆ្នាំឬក៏70-80ឆ្នាំទេដូច្នេះហើយបើចាស់ពីដើមគាត់ប្រកែខំរៀនអ្នកគ្នាគាត់ខំរៀនមិនទៅគាត់ខំរៀនខ្លាំងអញ្ចឹងនៅពេលដែលគាត់លាចាកលោកទៅគាត់បន្សល់គេឈ្មោះអញ្ចឹងគេឈ្មោះរបស់គាត់ហ្នឹងនឹងរក្សានៅរហូតមកដល់បច្ចុប្បន្នហ្នឹងហើយបច្ចុប្បន្នហ្នឹងចំពោះសាមញ្ញជនដូចយើងធម្មតាអញ្ចឹងយើងអត់ដឹងថាធ្វើម៉េចឲ្យគេឈ្មោះរបស់យើងអាចបន្សល់ទុកតចំនួនបានទេអញ្ចឹងខ្ញុំគិតថាការផលិតវីដេអូនឹងវាជាផ្នែកមួយដែលគិតថាអាចឲ្យយើងរក្សាទុកបានយូរដូច YouTube ចឹងអ្នកនរអាចចូលទៅ check នៃ YouTube ធ្វើការឆ្នាំ2000មែន2006ហីខ្ញុំអត់ច្បាស់ដែរប៉ុន្តែបើសិនយើងចូលទៅមើលវីដេអូចាស់របស់ YouTube ក៏នៅតែមានថាអត់ហ្នឹងអាហ្នឹងវាគឺជាអ្វីដែលខ្ញុំចង់បន្សល់ទុកហ្នឹងមិនបន្សល់ទុកសម្រាប់ឲ្យមនុស្សជំនាន់ក្រោយអីមើលអីទេគឺគោលបំណងគឺទុកខ្លួនឯងដូចជាទុកមើលនៅឆ្នាំក្រោយទៅថាឆ្នាំមុនយើងថ្ងៃហ្នឹងយើងបានទៅលេងកោវត្តអីចឹងទៅហើយបើមានសកម្មភាពអីផ្សេងទៀតគឺវានឹង record នៅក្នុងនឹងទាំងអស់ហើយពីដំបូងខ្ញុំមកពីផ្ទះហ្នឹងគិតថាធ្វើម៉េច record វីដេអូឲ្យបានមួយក្នុងការចាញ់ vlog ប៉ុន្តែមើលទៅប្រហែលជាចាញ់អត់រួចទេអ្នកនរគ្នាព្រោះយើងអត់បាន record អីជាដុំកំភួនឲ្យបានច្រើនអញ្ចឹងដោយសារយើងអត់បានគិតប្លង់អញ្ចឹងបើសារយើងអត់បានគិតប្លង់គឺដល់ពេលយើងថតទៅគឺពិបាក
យ៉ាដឹងថាថតប្លង់ណាទុកប្លង់ណាខ្លះទេហ្នឹងហើយនៅពេលដែលយើងអត់មានប្លង់អញ្ចឹងគេហៅតែព្រាវអ្នកនរគ្នាអញ្ចឹងឃើញតាណាថតទៅនឹងចង់ថតចង់ថតមិនចង់ថតអត់អឺខ្ញុំមានអារម្មណ៍ថាលេងខ្មាស់គេហើយតែបែរខ្ញុំអង្គុយនិយាយម្នាក់ឯងអញ្ចឹងក៏ខ្ញុំអត់ខ្មាស់គេដែរអ្នកនរគ្នាដោយសារខ្ញុំមានទូរស័ព្ទអញ្ចឹងយើងមានម៉ៃនេះមួយទេគេមើលគេដឹងអីថាម្នាក់ហ្នឹងកំពុងតែថតវីដេអូអីចឹងចឹងវីដេអូនេះផ្ញើដល់អ្នកដែលចង់ថតរូបថតវីដេអូអីបាច់ក្រែងចិត្តណាអ្នកគេអត់ស្គាល់យើងទេចឹងយើងអង្គុយថតឯងអង្គុយនិយាយតែឯងអីចឹងទៅវីដេអូហ្នឹងប្រហែលជាកន្លះម៉ោងហើយមើលទៅខ្ញុំហើយចាត់បាននាំអ្នកនរគ្នាដើរមើលជំវិញនេះណែជំវិញនេះទេដោយសារតែខើចម៉ោងហើយអ្នកនរគ្នាឲ្យនេះមានអារម្មណ៍ថាតិចមកសៀមរាបវាជាទឹកដីដ៏អស្ចារ្យទឹកដីដែលមានតម្លៃទឹកដីដែលជាប្រវត្តិសាស្ត្រមានច្រើនកន្លែងទៀតដែលខ្ញុំចង់ explore ប៉ុន្តែយើងអត់មានឱកាសអ្នកនរគ្នាហើយយើងសង្ឃឹមថាថ្ងៃណាមួយយើងនឹងបាន explore ទឹកដីសៀមរាបបានច្រើនជាងនេះអីបេះស្មៅគេខំដាំគេខំស្រោចទឹកមានប្លង់ច្រើនទៀតដែលយើងត្រូវថតប៉ុន្តែល្ងាចហើយអ្នកនរគ្នាខ្ញុំប្រហែលជាថតបានតែបន្តិចហ្នឹងហើយយើងកលេចមកមើលគូស្នេហ៍គេថតរូបអីគ្នាថតវីដេអូអីគ្នាអើយខ្ញុំពិតជាឯកាខ្លាំងណាស់យើងកលេចមកមើលកាយខំរៀបរាប់ប្រាប់ភ្ញៀវទេសចរស្ដាប់គាត់និយាយបានពីម៉ាត់ដែរតាគាត់ថានៅពេលដែលមេឃចុះស្អាប់ហ្នឹងគឺគេតម្រូវឲ្យមនុស្សចាញ់ខាងក្រៅប្រាសាទរបស់យើងអញ្ចឹងទៅដោយមានអីគេដោយមានប៉ូលីសកាត់នៅទាំងផ្នែកខាងក្រោយហើយនិងផ្នែកខាងមុខអត់ឲ្យគេចូលមកនៅពេលយប់ទេហើយគាត់និយាយទៅថាដូចជាលើកលែងតែព្រះសង្ឃដោយសារនៅក្នុងប្រាសាទអង្គរវត្តយើងនឹងមានវត្តដូចជា2កន្លែងអ្នកនរគ្នាបើតាមខ្ញុំចាំ Yeah today is a good day ខ្ញុំចង់និយាយច្រើនទៀតខ្ញុំដឹងថាទូរស័ព្ទខ្ញុំនៅ memory ច្រើនអញ្ចឹងខ្ញុំ record ឲ្យបានច្រើនមកថ្ងៃនេះមានអ្នកទេសចរមកលេងច្រើនអ្នកនរគ្នាអញ្ចឹង Yeah feel good ប៉ុន្តែភាគច្រើនមើលទៅឃើញតាភ្ញៀវអីគេអ្នកគ្នាមិនមែនជាភ្ញៀវបរទេសទេភ្ញៀវជាតិហ្នឹងភ្ញៀវជាតិរបស់យើងមកលេងច្រើនតែថ្ងៃនេះដូចជាមានតារាល្បី K-pop មកអង្គរវត្តដែរយកដឹងថាគាត់ប្រហែលជាទៅវិញដឹងអ្នកគ្នាគាត់មកតាំងពីថ្ងៃហ្នឹងយើងមកពីថ្ងៃដែរប៉ុន្តែពីថ្ងៃហ្នឹងយើងនៅបរាយ
ខ្ញុំអង្គុយណាស់នេះអង្គុយនៅចាំគេខលហៅឯណាគ្នាគេខលហៅយើងនឹង go back បើតាមមើលទៅប្រហែលជាយើងត្រូវតែចាញ់ហើយដោយសារឥឡូវម៉ោង5ជាងហើយអញ្ចឹងម៉ោង5ប្រហែលជាគេតម្រូវឲ្យចាញ់ហើយមើលទៅអេមិនមែនម៉ោង5ម៉ោង6ទេអូខេហើយខ្ញុំក៏ដូចជាអស់អ្វីខ្ញុំចង់និយាយហើយដែរអ្នកនរគ្នាអូខេយើងចាំមើលទៅថាវីដេអូបន្ទាប់ទៀតខ្ញុំមានអីអូខេហើយយើង slash វីដេអូរបស់យើងតែប៉ុណ្្នឹងសិនខ្ញុំរកវីដេអូធ្វើភាគតសិនអូខេបាយបាយ guys